ហេតុអ្វីបានជាតម្លៃមាសនិងប្រាក់មិនទាន់ឡើងថ្លៃខ្លាំងបន្ទាប់ពីការផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់តម្លៃមាសនិងប្រាក់កំពុងតែមានសន្ទុះឡើងដែលប្រហែលជាមើលទៅហាក់ដូចជាផ្ទុយស្រឡះបន្តិចដោយសារតែរឿងនេះកើតឡើងស្របពេលដែលលោកដូណាល់ត្រាំបានលើកឡើងថាសង្គ្រាមនៅអ៊ីរ៉ង់នឹងបញ្ចប់ទៅវិញនៅក្នុងពេលឆាប់ៗនេះទោះជាយ៉ាងណាក៏ដោយវិនិយោគិនមាសនិងប្រាក់ជាច្រើនមានអារម្មណ៍ខកចិត្តក្នុងរយៈពេល2សប្តាហ៍កន្លងមកនេះព្រោះបន្ទាប់ពីតម្លៃមាសនិងប្រាក់បានហក់ឡើងខ្ពស់នៅពេលដែលបើកទីផ្សារនៅថ្ងៃទី2ខែមីនាក្រោយសង្គ្រាមក្នុងប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមតម្លៃបែរជាធ្លាក់ចុះទៅវិញនៅពេលដែលស្ថានភាពកាន់តែតានតឹងហើយអ្វីបានជាលោហៈធាតុទាំងនេះមិនឡើងថ្លៃទី1ទោះបីជាមានជំនឿថាលោហៈធាតុមានតម្លៃគួរតែឡើងថ្លៃនៅពេលដែលសង្គ្រាមផ្ទុះឡើងដែលវាមិនមែនជាការខុសទាំងស្រុងនោះទេក៏ប៉ុន្តែវាក៏គ្មានការធានាថាតម្លៃត្រូវតែឡើងរាល់ពេលដែលមានចំនួនថ្មីកើតឡើងនោះដែរហើយអ្វីដែលសំខាន់ជាងនេះទៅទៀតយើងបានឃើញជាច្រើនដងមកហើយថាមាសនិងប្រាក់មិនតែងតែដើរតាមផ្លូវនោះទេទោះបីជាវាមើលទៅមិនសមហេតុផលក៏ដោយឧទាហរណ៍ថ្មីៗនេះគឺនៅពេលដែលតម្លៃមាសបានហក់ឡើងខ្លាំងនៅពេលដែលចាប់ផ្ដើមសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនកាលពីខែមីនាឆ្នាំ2022ក៏ប៉ុន្តែបន្ទាប់មកក៏បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែបន្ទាប់ដោយសារតែធនាគារកណ្ដាលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់រហូតដល់ទៅ75%នៅក្នុងមួយលើកនាពេលនោះដែរ